สิเพิ่งมาเพ่งไว้อ่านกับบังนำใบคลาดทั้งจิตมหาสไทยนำใบอนาคตดอรุ่งเรืองมิตรกาโจกใจในอากับบังទី1ការស្រមោលស្រមៃច្រើនទី2មានគម្រោងច្បាស់លាស់ដើម្បីកំណត់គោលដៅទី3ចាត់ទុកខ្លួនជាអ្នកបម្រើខ្លួនអ្នកទី4ចូលធ្វើអ្វីដែលអ្នកពេញចិត្តធ្វើទី5ការតាំងចិត្តល្អឥតខ្ចោះទី6ធ្វើការកាន់តែយូរកាន់តែពិបាកទី7ពលិកម្មខ្លួនអ្នកដើម្បីទទួលចំណេះដឹងពេញមួយឆាកជីវិតទី8វិនិយោគខ្លួនអ្នកជាមុនទី9សិក្សាឲ្យគ្រប់ជ្រុងជ្រោយនៃចំនួនរបស់អ្នកទី10ជួយអ្នកដទៃគឺជួយខ្លួនអ្នកទី11ត្រូវមានភាពស្មោះត្រង់ចំពោះខ្លួនឯងនិងចំពោះអ្នកដទៃទី12កំណត់នូវអត្ថប្រយោជន៍ដែលខ្ពស់បំផុតរបស់អ្នកនិងផ្ដោតលើវាតែមួយគត់ទី13អភិវឌ្ឍនូវកេរ្តិ៍ឈ្មោះសម្រាប់បង្កើតល្បឿននិងអាចទុកចិត្តបានទី14ចូលរៀបចំគម្រោងធ្វើការដើម្បីឡើងពីកម្ពស់មួយទៅកម្ពស់មួយទៀតទី15អនុវត្តការដាក់កំហិតខ្លួនឯងចំពោះគ្រប់ការងារទី16ចូលប្រើឲ្យអស់សមត្ថភាពគំនិតច្នៃប្រឌិតរបស់អ្នកពីកំណើតទី17ចូលសេពគប់ជាមួយមនុស្សល្អត្រឹមត្រូវដែលនៅជុំវិញអ្នកទី18ចូលយកចិត្តទុកដាក់ឲ្យបានល្អបំផុតចំពោះសុខភាពរាងកាយរបស់អ្នកទី19ចូលមកមាត់ឲ្យធ្វើសកម្មភាពតាមគោលដៅទី20មិនអនុញ្ញាតឲ្យការបរាជ័យក្នុងគោលបំណងឡើយទី21ឆ្លងកាត់ការធ្វើការសាកល្បងនៃការតស៊ូសរុបសេចក្តីកំណត់ត្រាលំហាត់អនុវត្តរបស់អ្នកសេចក្តីផ្ដើមតើអ្នកបានរៀនអ្វីដើម្បីផ្លាស់ប្ដូរខ្សែជីវិតរបស់អ្នកគំនិតយោបល់ការយល់ដឹងនិងយុទ្ធសាស្ត្រទាំងនេះគឺជាស្ពានដើម្បីយកជ័យជំនះលើហិរញ្ញវត្ថុសម្រាប់មនុស្សប្រុសស្រីចាស់ក្មេងមាននិងក្ររាប់លាននាក់នេះគឺជាគោលការណ៍មួយយ៉ាងសាមញ្ញមានប្រសិទ្ធភាពយុត្តិធម៌ងាយស្រួលក្នុងការអនុវត្តពួកគេបានធ្វើការសាកល្បងការបង្ហាញឡើងវិញធ្វើម្ដងទៀតហើយពួកគេនឹងធ្វើការងារសម្រាប់អ្នកប្រសិនបើអ្នកបាននាំនិងផ្ដល់ឲ្យពួកគេនៅក្នុងខ្សែជីវិតរបស់ពួកគេយើងកំពុងរស់នៅយ៉ាងសុខសាន្តបំផុតក្នុងប្រវត្តិមនុស្សជាតិហើយសប្តាហ៍ថ្ងៃនេះលោកជាច្រើនបានខ្លាចទៅជាអ្នកមានទ្រព្យសម្បត្តិសុខដុមដែលគេចាប់ផ្ដើមពិបាកដៃទទេនឹងការពីមុនធ្លាប់ស្រមោលស្រមៃនៅក្នុងសហរដ្ឋអាមេរិកមានសេចក្តីជាង7លានសិទ្ធិជាង7លានអ្នកដែលចាប់ផ្ដើមដោយខ្លួនឯងនិងចំនួននេះបានកើនឡើងពី15ទៅ20% ជារៀងរាល់ឆ្នាំយើងមានអ្នកដែលបានធ្វើខ្លួនឯងសិទ្ធិ10នាក់100នាក់និងជាង200នាក់ដែលមានប្រាក់រាប់លានហើយយើងមិនដែលគិតពីវិធីនេះបានបង្កើតឲ្យមានទ្រព្យសម្បត្តិគ្រប់ស្ទប់មនុស្សជាតិវិជាការពិតណាស់អ្នករាល់គ្នាចាប់ផ្ដើមដោយបាត់ដៃទទេហើយសប្តាហ៍ថ្ងៃនេះមានមនុស្សជាង 90% បានចាប់ផ្ដើមដោយមានការខូចខាតឬស្ទើរតែខូចនៅជាជំនះហិរញ្ញវត្ថុការធ្វើខ្លួនឲ្យខ្លាចទៅជាមហាសេដ្ឋីគិតជាមធ្យមមានការដួលរលំឬចិត្តដួលរលំ2ឬ3ដងហើយមានទ្រព្យសម្បត្តិស្ដងបានទទួលការបរាជ័យជាច្រើនដងមុនពេលទៅរកផ្លូវមួយត្រឹមត្រូវដែលពួកគេមានការអនុភាពលើជ័យជំនះហិរញ្ញវត្ថុប៉ុន្តែមានមនុស្សរាប់រយពាន់ម៉ឺននាក់ទៀតដែលពួកគេបានធ្វើតែមិនបានជ័យជំនះច្បាប់ត្រឹមត្រូវសម្រាប់បម្រើមនុស្សជាតិគឺជាមូលហេតុនិងប៉ះពាល់នៃច្បាប់ធម្មតាមិនតាន់មានឥទ្ធិពលណាស់ណាទេហើយច្បាប់តាក់តែងឡើងវាមានការប៉ះពាល់ទូទៅលើរាល់ពុបហេតុរាល់សកម្មភាពដែលមានការធ្វើឡើងវិញច្បាប់នេះសរសេរគឺជោគជ័យមិនមែនគ្រោះថ្នាក់ទេជ័យជំនះហិរញ្ញវត្ថុគឺជាលទ្ធផលនៃការអនុវត្តពិតចំពោះរឿងអ្វីមួយធ្វើហើយធ្វើទៀតរហូតដល់អ្នកទទួលបានជ័យជំនះលើហិរញ្ញវត្ថុឯករាជ្យដែលអ្នកចង់បានធម្មជាតិគឺវាអព្យាក្រឹតធម្មជាតិលើពិភពលោកប្រព័ន្ធការលក់ដូរ
ឬសង្គមរបស់យើងមិនបានយកចិត្តទុកដាក់អ្នកឯងជានរណាឬអ្នកឯងជាអ្វីមូលហេតុនៃការប៉ះពាល់នៃច្បាប់និយាយថាប្រសិនបើអ្នកធ្វើអ្វីទៀតបានជាជំនះដែលមនុស្សដទៃបានធ្វើអ្នកនឹងទទួលលទ្ធផលដោយជាយថាហេតុដែលមនុស្សដទៃទៀតទទួលបានជាជំនះនៅក្នុងករណីអ្នកមិនចង់ធ្វើអ្នកមិនចង់បានច្បាប់នេះនិយាយថាពេលដែលអ្នកបានរៀនពីជ័យជំនះនៃអាកំបាំងដើម្បីខ្លាចខ្លួនជាមហាសេដ្ឋីហើយដាក់វាទៅក្នុងខ្សែជីវិតរបស់អ្នកផ្ទាល់អ្នកនឹងទទួលបានលទ្ធផលបទពិសោធន៍និងលើកក្រោយទទួលបានរង្វាន់ផ្សេងទៀតដែលអ្នកទទួលបានសម្រាប់ជ័យជំនះនេះរហូតដល់ពេលនេះនេះជាចំណុចសំខាន់មួយដែលអ្នកចងចាំគ្មាននរណាម្នាក់ល្អប្រសើរជាងអ្នកនិងគ្មាននរណាមានប្រាជ្ញជាងអ្នកខ្ញុំសូមរំលឹកអ្នកថាគ្មាននរណាម្នាក់ល្អប្រសើរជាងអ្នកនិងគ្មាននរណាមានអ្នកប្រាជ្ញជាងអ្នកហើយសូមអ្នកចងចាំវាជានិច្ចមូលហេតុមួយនៃមូលហេតុដំបូងសម្រាប់ការលក់ដូររបស់អ្នករយៈពេលខ្លីការមិនទទួលបានជ័យជំនះនិងខ្វះខាតនៃជ័យជំនះហិរញ្ញវត្ថុគឺជាការជឿជាក់ថាមនុស្សដែលធ្វើបានល្អជាងអ្នកនេះមិនមែនជាមូលហេតុធម្មតាទេជាកិច្ចណាតែធ្វើខ្លួនជាមហាសេដ្ឋីគឺជាមនុស្សសាមញ្ញដែលមានការសិក្សាជាមធ្យមមានការងារមធ្យមរស់នៅសាមញ្ញជាមួយអ្នកជិតខាងមានផ្ទះរស់នៅសមរម្យប៉ុន្តែពួកគេស្វែងរកអ្វីដែលមនុស្សដទៃទៀតធ្វើបានជ័យជំនះហិរញ្ញវត្ថុហើយអ្នកបានធ្វើដូចគេបានម្ដងហើយម្ដងទៀតរហូតដល់គេទទួលបានជ័យជំនះដូចលទ្ធផលវាមិនមែនអភូតហេតុហើយក៏មិនមែនគ្រោះថ្នាក់ទេនៅពេលអ្នកគិតដូចពួកគេគិតហើយអ្នកធ្វើអ្វីដូចគេបានធ្វើខ្លួនជាមហាសេដ្ឋីពួកអ្នកនឹងទទួលបានលទ្ធផលនិងប្រាក់ចំណេញដោយពួកគេបានធ្វើដូចជារឿងរ៉ាវសាមញ្ញនៃមូលហេតុនិងការប៉ះពាល់21ជាជំនះនៃអាកំបាំងដើម្បីធ្វើខ្លួនជាមហាសេដ្ឋីហើយគ្រប់អាកំបាំងនីមួយៗមានសារៈសំខាន់ក្រៃលែងសម្រាប់អ្នកដើម្បីខ្លាចខ្លួនជាអ្នកឯករាជ្យខាងហិរញ្ញវត្ថុការបរាជ័យជាគោលការណ៍មួយដែលអាចទទួលយកដោយខ្លួនឯងហើយជាមូលដ្ឋាននៃការបាត់បង់ខាងសុភមង្គលនិងទ្រព្យសម្បត្តិដំណឹងល្អបំផុតគឺអ្នកត្រូវរៀននៅគោលការណ៍ទាំងអស់នោះដោយអនុវត្តផ្ទាល់និងធ្វើឡើងវិញដងហើយដងទៀតរហូតដូចជាការដកដង្ហើមចេញចូលពីធម្មជាតិរបស់អ្នកហើយវាដូចជាអ្នករៀនជិះកង់រៀនជិះម៉ូតូរៀនបើកឡានអញ្ចឹងដែរគឺអ្នករៀនឲ្យបានជ័យជំនះនៃអាកំបាំងដើម្បីក្លាយខ្លួនជាមហាសេដ្ឋីនិងទទួលបានរស់នៅក្នុងខ្សែជីវិតរបស់លោកអ្នកហើយក្តីសង្ឃឹមមិនអាចកំណត់បានកំណត់ទីកន្លែងតែខ្លួនឯងដោយការគិតបន្តរបស់អ្នកហើយចូលអ្នកចាប់ផ្ដើមធ្វើវាពីពេលនេះលើតាមដង